សម្រងសម្ដីមាសពីទស្សនវិទូពិភពលោក1មានខួរក្បាលល្អនៅមិនទាន់គ្រប់គ្រាន់ទេការសំខាន់គឺត្រូវប្រើវាឲ្យបានល្អ2សេចក្តីសុខរបស់អ្នកគឺអាស្រ័យលើគុណភាពនៃគំនិតរបស់អ្នក3អ្វីដែលធ្វើឲ្យអ្នកឈឺចាប់វាគឺជាគ្រូបង្រៀនរបស់អ្នក4អ្នកប្រហែលគ្រាន់តែខូចចិត្តប្រសិនបើអ្នកបរាជ័យប៉ុន្តែអ្នកច្បាស់ជាបរាជ័យប្រសិនបើអ្នកមិនសាកល្បង5រៀនតែមិនគិតគឺស្មើនឹងវង្វេងគិតតែមិនរៀនគឺដូចនាំគ្រោះឲ្យខ្លួនឯង6ទង្វើណាដែលអ្នកមិនចង់ឲ្យកើតលើរូបអ្នកចូលគុំធ្វើវាលើអ្នកដទៃ7មនុស្សណាដែលមិនគិតគូរពីអ្វីដែលនៅពីចម្ងាយទេគេមុខជានឹងជួបទុក្ខព្រួយនៅចិត្តបង្កាយមិនខាន8បញ្ហាជួយកោះកកាយសក្តានុពលដែលកំពុងលាក់នៅក្នុងខ្លួនអ្នក9ជ័យជំនះទី1និងក៏ជាជ័យជំនះដែលអស្ចារ្យជាទីបំផុតគឺឈ្នះខ្លួនឯង10ចូលផ្អែកភាពជោគជ័យរបស់អ្នកលើទម្លាប់កុំផ្អែកលើកម្លាំងចិត្ត11វិន័យគឺជាស្ពានដែលចម្លងអ្នកឲ្យទៅដល់គោលដៅ12ឱកាសល្អមួយចំនួនស្ថិតនៅក្នុងស្ថានភាពបរាជ័យ13ទុកមិត្តភ័ក្តិដើម្បីរាប់អានរបស់ដែលចាំបាច់សម្រាប់ការងារគឺសមត្ថភាពនិងជំនាញមិនមែនមិត្តភាពនោះទេ14ចង់អបអរភាពជោគជ័យក៏អបអរចុះតែកុំភ្លេចរៀនពីការបរាជ័យរបស់អ្នក15ការលំបាកគឺជាកញ្ចក់ដែលបង្ហាញថាអ្នកជាមនុស្សបែបណា16មនុស្សចរិតបែបណាជោគវាសនាគេនឹងទៅជាបែបនោះ17គ្មាននរណាម្នាក់រកបានសេចក្តីសុខស្ងប់ដោយមិនធ្លាប់ឆ្លងកាត់គ្រោះថ្នាក់នោះឡើយ18គ្រប់គ្រងអ្នកដទៃនេះគេហៅថាកម្លាំងគ្រប់គ្រងខ្លួនឯងនេះគេហៅថាអំណាច14ប្រសិនបើអ្នកធ្លាក់ទឹកចិត្តអ្នកកំពុងរស់នៅក្នុងអតីតកាលប្រសិនបើអ្នកថប់បារម្ភអ្នកកំពុងរស់នៅពេលអនាគតប្រសិនបើអ្នកមានសន្តិភាពអ្នកកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន20សំណាងកើតឡើងនៅពេលឱកាសចូលមកដល់ស្របពេលអ្នកបានត្រៀមខ្លួនរួចជាស្រេច